បាទគ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបាទផាន់ណាឥឡូវនេះខ្ញុំបាទសូមណែនាំពុកម៉ែបងប្អូននៅផ្ទះបែបវិឡាកូនកាត់ទស្សនវិជ្ជាដោយពុកម៉ែបងប្អូនបានមើលឃើញអញ្ចឹងផ្ទះនេះយើងនិយាយអំពីទំហំសាច់ដីមុនចោះទំហំសាច់ដីគឺទៅតឹង10ម៉ែត្របណ្ដោយ20ម៉ែត្រហើយចំពោះឯសាច់ផ្ទះវិញគឺទៅតឹង8ម៉ែត្របណ្ដោយរហូតដល់14ម៉ែត្រពុកម៉ែបងប្អូនទស្សនវិជ្ជាដោយពុកម៉ែបងប្អូនបានមើលឃើញហើយគឺសល់ខាងមុខផ្ទះមានកន្លែងចតឡានធំទូលាយហើយបើយើងនិយាយអំពីផ្លូវវិញផ្លូវនៅមុខផ្ទះពុកម៉ែបងប្អូនផ្លូវបេតុងទំហំរហូតដល់10ម៉ែត្រពុកម៉ែបងប្អូនផ្លូវ10ម៉ែត្រចំពោះទស្សនវិជ្ជាដោយពុកម៉ែបងប្អូនបានមើលឃើញផ្ទះម៉ូដវីឡាកូនកាត់នេះហើយគឺស្អាតមែនតើបើយើងនិយាយពីផ្ទះហ្នឹងគឺជាប្រភេទផ្ទះថ្មីម្ចាស់គាត់ទិញពីបរិយហើយគាត់អត់ទាន់បានរស់នៅទេចំពោះតម្លៃខ្ញុំចង់បញ្ជាក់ថាផ្ទះស្អាតអញ្ចឹងតម្លៃម្ចាស់ក៏គាត់លក់តម្លៃល្អជាងគេដែរតម្លៃក្រោមទីផ្សារពុកម៉ែបងប្អូនចំណាំកាលណាតែខ្ញុំថតចេញមុខហើយគឺតម្លៃខ្ញុំបានសិក្សាឲ្យហើយតម្លៃពុកម៉ែបងប្អូនមិនបាច់បារម្ភថាតិចពុកម៉ែបងប្អូនទិញថ្លៃជាងគេទៅអត់ទេបាទហ្នឹងហើយពុកម៉ែបងប្អូននេះគឺជាផ្ទះលក់ដូចខ្ញុំបានជំរាបជូនពុកម៉ែបងប្អូនអញ្ចឹងថាតឹងសាច់ដីគឺទំហំ10ម៉ែត្រហើយបណ្ដោយសាច់ដីគឺ20ម៉ែត្រចំពោះឲ្យផ្ទះយើងទស្សនវិជ្ជានៃផ្ទះម៉ូដវីឡាកូនកាត់ដោយពុកម៉ែបងប្អូនបានមើលឃើញអញ្ចឹងគឺផ្ទះយើងគឺមានកន្លែងទទួលភ្ញៀវធំទូលាយមានផ្ទះបាយក៏ធំទូលាយហើយនៅពិសេសនៅសល់ខាងក្រោយនៃផ្ទះគឺ2ម៉ែត្របន្ថែមទៀតសម្រាប់យើងច្នៃទុកដាក់អីវ៉ាន់ឬក៏ដាំធ្វើជាកូនសួននៅខាងក្រោយផ្ទះហើយចំពោះខាងមុខផ្ទះដោយពុកម៉ែបងប្អូនបានមើលឃើញស្រាប់ហើយគឺយើងអាចធ្វើជាកូនសួនបន្ថែមទៀតឬក៏ច្នៃធ្វើអីបន្ថែមទៀតក៏បានដែរដោយសារខាងមុខផ្ទះគឺនៅសល់ធំទូលាយមែនតើពុកម៉ែបងប្អូនបើយើងនិយាយអំពីខាងក្នុងនៃផ្ទះគឺមានបន្ទប់គេងសរុបរហូតដល់3បន្ទប់គេង4បន្ទប់ទឹកផ្ទះបើតាមការសួរពីអ្នកដែលគាត់ជាងសាងសង់បូរីនឹងតែម្ដងគឺគាត់ថាអាចផ្ទះអាចសង់ឡើងបានមួយសន្លឹកបន្ថែមទៀតអត់មានបញ្ហាអីនោះទេបាទហ្នឹងហើយពុកម៉ែបងប្អូនឥឡូវនេះខ្ញុំចង់និយាយអំពីទស្សនវិជ្ជានៅជុំវិញទីតាំងផ្ទះម៉ូដវីឡាកូនកាត់នេះឲ្យពុកម៉ែបងប្អូនមើលឃើញចំពោះទស្សនវិជ្ជានៅជុំវិញទីតាំងផ្ទះម៉ូដវីឡាកូនកាត់នេះគឺគាត់ទៅដោយរោងចក្រតូចធំជាច្រើនតែម្ដងពុកម៉ែបងប្អូនហើយបើយើងចុះពីផ្លូវជាតិលេខ2ត្រង់ចំណុចស្ថានីយ៍សាំងតេឡាមកដល់ទីតាំងផ្ទះម៉ូដវីឡាកូនកាត់នេះគឺត្រឹមតែ2គីឡូតែប៉ុណ្ណោះពុកម៉ែបងប្អូនគឺយើងនឹងមកដល់ទីតាំងនៃផ្ទះម៉ូដវីឡាកូនកាត់សម្រាប់លក់នេះហើយបើយើងចុះពីមហាវិថីស៊ីជីពីងឬក៏ផ្លូវក្រវ៉ាត់ក្រុងទី3គឺត្រឹមតែ1គីឡូជាតែប៉ុណ្ណោះពុកម៉ែបងប្អូនគឺមកដល់ទីតាំងផ្ទះរូបនេះហើយចំពោះឯទស្សនវិជ្ជារួមដោយពុកម៉ែបងប្អូនបានមើលឃើញការថតដ្រូនរបស់ខ្ញុំអញ្ចឹងហើយបើយើងនិយាយអំពីអាសយដ្ឋាននៃផ្ទះលក់យើងគឺស្ថិតនៅនឹងឃុំព្រះពុទ្ធស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលផងដែរផ្ទះគឺបែរមុខទៅទិសខាងត្បូងហើយចំពោះឯផ្ទះគឺការកាត់ប្លង់រឹងចរចាត្រូវម្ចាស់គាត់កាត់ប្លង់ជូនតម្លៃល្អជាងគេសម្រាប់ព័ត៌មានលម្អិតពុកម៉ែបងប្អូនកុំភ្លេចទំនាក់ទំនងមកខ្ញុំបាទក៏បាននិងទំនាក់ទំនងទៅក្រុមហ៊ុនបងប្អូនរបស់ខ្ញុំបាទក៏បានដូចគ្នាផងដែរសូមអរគុណ